ទេសខ្មែរយើងមានសាសនាប្រចាំជាតិសូមកុំឲ្យឃ្លាតមិនគ្មានរក្សាគ្រប់វ័យសាសនាព្រះពុទ្ធបរិសុទ្ធនៅក្នុងលោកេយើងកូនខ្មែរទាំងប្រុសស្រីគប្បីកុំឲ្យមានឆ្កធ្វើល្អបានល្អបវរពុទ្ធណាស់ណាខ្លាយណែយើងតាំងចិត្តសង្រួមទាំងអស់គ្នានឹងនមស្ការគុណកៅទាំង3ទាំងអស់គ្នាបងนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมอะระหะโตสัมมาสัมพุทธัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะอริกิริยานะมาสการចូលមានដល់ព្រះដ៏មានព្រះភិយអង្គនោះព្រះអង្គជាព្រះអរហន្តយាយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គអត់មានគ្រូអាចារ្យណាព្រះអង្គឡើយជាបឋមសូមនមស្ការថ្វាយបង្គំគុណកៅទាំង3ដោយសេចក្តីគោរពជ្រះថ្លាកំពង់ពោះនិងសូមនមស្ការថ្វាយបង្គំព្រះថេរៈគ្រប់ព្រះអង្គមានព្រះអង្គគ្រូព្រះចៅអធិការវត្តពុទ្ធរាំងសីមែលប៊ននេះជាដើមព្រះអង្គគ្រូព្រះចៅអធិការនិមន្តមកពីវត្តឥសានមានជ័យផងទាំងនឹងកណ្ណាគ្រប់ព្រះអង្គប្រានពោះញាតិញោមពុទ្ធបរិស័ទសាធុសាប្រុសស្រីគ្រប់គ្នាក្មេងចាស់លោកអាចារ្យគណៈកម្មការ First I would like to say hello to all devotees who are coming here. Thank you for the warm welcome and thank you for waiting. ថ្ងៃនេះគឺជាថ្ងៃដំបូងដែលខ្ញុំកណាបានមកសម្ដែងពធនៅទីនេះហើយជាដំណើរលើកទី5មកកាន់ប្រទេសអូស្ត្រាលីលើកទី5ប៉ុនខានមកយូរដែរហើយក្នុងកម្មវិធីថ្ងៃនេះជាថ្ងៃបុណ្យកឋិនដែលពុទ្ធបរិស័ទបានជួបជុំរៀបចំសូត្រមន្តសាមគ្គីគ្នានៅថ្ងៃនេះដើម្បីត្រៀមចាំដង្ហែទៅកាន់វត្តឥសានមានជ័យនៅឯអាសយដ្ឋាន99 Alexander Avenue នៅឆ្ងាយពីនេះហើយថ្ងៃណាហើយកឋិនវត្តនឹងពិតប្រកបដូចជាលើថាថ្ងៃទី6ខែ11ណាខ្ញុំណែទៅចូលរួមដែរថ្ងៃនោះញាតិញោមពុទ្ធបរិស័ទភាគច្រើនទាំងក្មេងទាំងចាស់ភាគច្រើនធ្លាប់ស្ដាប់ខ្លះទេប៉ុន្តែពីមុនមកណាភាគច្រើនធ្លាប់សុទ្ធតែធ្លាប់ដែរណាអញ្ចឹងមិនបាក់និយាយគ្នាទេហ្នឹងហើយថ្ងៃនេះជាកម្មវិធីបុណ្យកឋិនខ្ញុំកណាអាត្មានិយាយរៀបរាប់បន្តិចទៅចុះពីកម្មវិធីកឋិននឹងហើយចង់ទុកពេលវេលាឲ្យញាតិញោមអានសាកសួរបញ្ហាខ្លះក្រែងលោកចង់សួរផ្ទាល់អីភាគច្រើនញាតិញោមទស្សនាទៅតាម
page YouTube ប៉ុន្តែម្យ៉ាងដែរដោយសារសម័យនេះអាត្មាកាត់បន្ថយដើរទេសតាមរោងបុណ្យប៉ុន្តែអាចផ្សាយតាម YouTube ហើយនឹង page បានញាតិញោមចាស់ចាស់ឥឡូវក៏ចេះច្រើនដែរមើល page អីនៅស្រុកខ្មែរយើងអីឥឡូវចាស់50-60នេះគឺ Facebook សឹងគ្រប់គ្នាឥឡូវប៉ុន្តែរបស់ហ្នឹងវាមានប្រយោជន៍ជាគុណវិសម្បត្តិផងក៏អាចជាគុណវិបត្តិដែរបើប្រើឲ្យបានជាប្រយោជន៍វាបានប្រយោជន៍ណាឧស្សាហ៍មើលដូចហ្នឹងគីឡូវេតខ្ទៀតដូចនេះដល់ខាងក្រោមកឋិនជាបុណ្យអសាធារណៈមួយមិនទូទៅដល់នៅក្នុងលទ្ធិឬក៏សាសនាដទៃទេមានតែនៅក្នុងពុទ្ធសាសនាហើយម្យ៉ាងទៀតមានតែនៅទីណាដែលមានអ្នកបួសមានប្រសង់ទៅទៀតទានដទៃអត់ប្រសង់ក៏ធ្វើបានដែរប៉ុន្តែកឋិននេះចាំបាច់ត្រូវមានប្រសង់ជាភិក្ខុទៀតសាមណេរក៏យើងធ្វើអត់បានហើយបានចាំវសាបាទមានប្រវត្តិរឿងរ៉ាវច្បាស់លាស់រឿងកឋិនហ្នឹងមានរឿងច្រើនដែលត្រូវនិយាយនៅក្នុងបុណ្យកឋិនប៉ុន្តែអាត្មាចង់ឲ្យជាគំនិតពិចារណាមួយដល់ពុទ្ធបរិស័ទបានជាអញ្ជើញមកហើយឲ្យឃើញពុទ្ធបំណងថាហេតុអីបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់អនុញ្ញាតកឋិនជាពុទ្ធបំណងពិតប្រាកដនោះយ៉ាងណានៅក្នុងប្រវត្តិរឿងរ៉ាវខ្ញុំកណាអាត្មាភាពជឿជាក់ថាញាតិញោមធ្លាប់បានស្ដាប់ធម្មកថាជាច្រើនបានសម្ដែងមានរឿងរ៉ាវភិក្ខុប្រមាណអង្គដែលលោកនិមន្តមកពីឆ្ងាយត្រូវទៅទឹកភ្លៀងទៅទឹកអីប៉ុន្តែបើយើងរស់យករឿងហ្នឹងយកមកនិយាយឥឡូវទៀតវាលែងត្រូវហើយទៅជិះតឡានអីបានស្អីទៅទឹកមែនទេប៉ុន្តែថាប្រវត្តិរឿងដើមវាអញ្ចឹងមកពីភិក្ខុទាំងឡាយហ្នឹងធ្វើដំណើរថ្មើរជើងមកជួបព្រះអង្គមកមិនតាន់ក៏កុនថ្ងៃចូលវស្សាក៏ចូលវស្សានៅតាមផ្លូវចេញវស្សាបានធ្វើដំណើរមកស្ពេជីវរអីសពគ្រប់មកទៅទឹកភ្លៀងអីចឹងអានឹងជាដំណើររឿងដើមទេប៉ុន្តែបើយើងយកមកនិយាយឥឡូវនេះវាអត់ត្រូវរឿងហ្នឹងពីថ្មមកហ្នឹងមានតែទឹកភ្លៀងអីជិះឡានមកកាត់សមុទ្រក៏ជិះយន្តហោះអេរ៉ូផ្លានអញ្ចឹងទៅប៉ុន្តែមានពុទ្ធបំណងលើសនឹងទៅទៀតអានឹងវាជាមូលហេតុដើមដែលធ្វើឲ្យភិក្ខុសង្ឃបានសុខស្រួលនៅសម័យនោះដោយសារបានទទួលក្រាក្រងជីវរថ្មីអីចឹងបានទទួលអានិសង្ស5ប្រការអញ្ចឹងប៉ុន្តែចំណុចមួយទៀតដែលព្រះអង្គបង្រៀនឲ្យនៅក្នុងសង្គមមួយដែលរស់នៅជាមួយគ្នានឹងចេះគិតគ្នាទៅវិញទៅមកនៅត្រង់ចំណុចមួយព្រះអង្គមិនអនុញ្ញាតឲ្យភិក្ខុរកឋិនខ្លួនឯងទេប៉ុន្តែបើយកកឋិនរកឋិនឲ្យភិក្ខុដទៃអានឹងបានហើយភិក្ខុណារកឋិនខ្លួនឯងកឋិនហ្នឹងវាមិនឡើងទេយូរណាស់ហើយដែលយើងស្ដាប់ព្រះសង្ឃទេសនាធម្មកថាទេសនាប៉ុន្តែយើងដឹង
thà hệt ấy ban chia vì khọ mình ai từ đó cả thân đầm bay một cào khuôn ai bán chấm lái miên tìm mùi tết thảm bờ phơi trắng cả thân nâng khôi cả thân nâng mình láng cả thân nâng mình tứ chia cả thân tê nâng để dương thọp chơi máu chơi trầm bình nâng phân tại bút thập bồng non ỏi lơ nâng từ tiết để dương cọp bảy sặc xá cứ chia vạp bật thua này cả chạy rộng lệ và bật thua này cả chạy rộng lệ nhận nhông vợ ông ỏi sùng cung mui để đôi nơi chỉ mui khné để ai tư chỉ xa mà kỳ khné bàn nâng việc tôi tái mình nô lẹ bong nơi bờ giáo luôn anh hỏi kết bờ giáo nè đó tì nâng chỉ mê riêng bật bạc cọt cả lại nâng chỉ bút thập bầm nón bật bạc cọt ưu tiên họ thật đôi chỉ vặt nâng trắng mình ai chào thì ca từ prap nhiệt nhôm thay nhôm ơi hai cái thân châu vặt mà mau rồi có từ hai bị khọ song ông nè mà hai để ở đây tại bờ lục nằm bờ búa hai cái thân từ vặt đợt tới bàn ắt từ tổ pi pro ấy tô cả lại nâng cứ tô trong đáy bờ ong mình ao bị khọ nâng promo mốc đầm bay luôn ảnh nhìn nhôm chạp bàn đấy nè rô đầm bay luôn ảnh bờ ong hàm tại bờ rô đầm bay nè đó tí bàn lọ đấy nhá lọ ấy nhá chẳng đôi khi này mình trong pu tay cả thần tê nhiệt nhóm sầm rạp bị khọ xong để bờ ong oi mê điên nâng lùm bạ luôn anh bờ ong mà oi tội thế ăn oi tội nhé nhóm ơi ở tham khoan đấy chui tham phong ăn bạn này tại bờ khơi bị khọ xong đợt tây miền tục miền lùm bạ lột ai từ prap bàn nhôm chui lột hòn lột lùm bạn trên chết rô đầm bay nè đợt tây bờ ong ăn ở nhà tham khơi thà nơi rương bon cả thân nâng miên chấm nách sầm khăn pì tìm muối cứ đầm bay thay ra xa nơi khát chỉ vô chẳng ai ban trên nơi không chỉ bạp cả thân cả na chỉ vô nâng cắt mình từ khát cả mình là nghề đòi xa từ miền bon cả thân nâng ban chỉ vô nâng nơi từ miền khát đó đọt đài ai bữa sinh ở miền cả thân đầm bay tiếng tọt mà năm mà đòn thế bài chỉ chạy tịch rồi có chạy trào này đột nhiệt nhiều mà bị cắt một chỗ một nó về lấy nấu đó đọt tài là hai chỉ kêu sầm cò mùi nâng chỉ chấm nách sầm khăn mùi để cả thân nâng để lô priệp thiệp đôi chỉ chơi nâng nâng tam bất cứ chỉ chơi buôn trùng chỉ riêng chạ tụ cào cày chỉ chơi khát chỉ vô và tham chế thực tế đấy nó ơi tham tụi đê chỉ vô mình chế đấy nó chả nhiệt nhôm nè cạn vinh thế chế tập prap khát trên chế phần là thà ôi tụi đê nó việc cho việc là lâu nông ấy nên là thành nè chẳng sầm khăn tì muối đầm bấy tiếng toát nữ sầm liệp bằng bẹ tham này chỉ một sầm liệp bằng bẹ đây mình nghe chế hút sầm mày nè nhiệt nhôm tăng bị khmei mỏng tăng thợ đồประมาณmột hai tới phần là tham mua một phay buôn về một phay 5 năm á nè đồ buôn tịnh tuột phần là tầm một đó là cùng một uột thời ban xây thay chiang tham tận tịch tức cháu tiệt đấy rồi một thay tiệt để tham mình cháu là mong chặt small nè hai tivi cứ chỉ vật bật thôn để cá chạy đầm lệ nhận nhôm đường cắt thần nắng nè chỉ vật bật thôn để cá chạy đầm lệ để thà rô luôn ai mình bán phân tại hai từ rồi ôi nhận đợt tí bà nắng cứ chia ca bằng riêng âm pí sang cả hạ thua nâng chân trong ở chơi tập phân nâng ngày nâng ở chơi trà này nâng miền ấy trong chơi tiện chạp bàn ấy nhìn nhôm chạp bàn ấy tha rương nâng mình men cron té bột bột mình chia mau tha mình oi rô luôn ấy hay dân cron té thưa tam tha mến thưa hay ọt vô bị bột thẹ bóng bầm nón bột thẹ bầm nón cứ oi kịch nè đó nè đợt tề chẳng bạn bon nâng mua tha chỉ
ធម្មជាតិចិត្តល្អថាគ្រប់បុណ្យទាំងអស់សរុបមកគឺអត្តនោសន្តានបណាតិសោធិតិតិបញ្ញੰធម្មជាតិបុណ្យគឺជាធម្មជាតិដែលចិត្តស្អាតកើតឡើងកំចាត់នៅអកុសលឲ្យតែនឹករឿងធ្វើកឋិនគឺការលះបង់ឲ្យអ្នកដតីនឹងតែម្ដងហើយអ្នកដែលធ្វើកឋិនមិនមែនតែញាតិញោមទេសំបីព្រះភិក្ខុសង្ឃសាមណេរក៏លោកអាចធ្វើកឋិនដល់ភិក្ខុអង្គដតីនៅក្នុងវត្តដតីបានបាទជាការដឹងសុខទុក្ខគ្នាទៅវិញទៅមកនឹកឃើញទៅដល់មេរៀនមួយនេះខ្ញុំកណាអាត្មាឆ្លងកាត់បទពិសោធន៍ខ្លះទៅឃើញញាតិញោមរស់នៅតាំងពីក្មេងមកដល់ចាស់ហើយចេះតែគិតតម្លៃនៃការរស់របស់យើងរបស់ជីវិតយើងទាំងអស់នេះជីវិតយើងទាំងអស់គ្នាបើមិនបានរួមចំណែកធ្វើសេចក្តីល្អដល់អ្នកដទៃទេអត់មានតម្លៃអីទេញាតិញោមថ្ងៃស្អែកយ៉ាងម៉េចដែរថ្ងៃស្អែកទេអាត្មាដឹងនៅនោះថាដឹងថ្ងៃស្អែកធ្វើការញាតិញោមចង់ដឹងអនាគតយ៉ាងម៉េចទេឲ្យអាត្មាទាយឲ្យណាចង់ដឹងណាអាត្មាទាយឲ្យត្រូវថ្ងៃនេះធ្វើគ្រូទាយបន្តិចថ្ងៃស្អែកបើញាតិញោមមិនតន់ស្លាប់ទេប្រកាសជាចាស់ជាងថ្ងៃនេះបន្តិចត្រូវទេត្រូវទេត្រូវហ្នឹងឆត់ទេហ្នឹងហើយឆត់ណាហ្នឹងហើយបើអាត្មាទាយមួយម៉ាត់ទៀតមិនអោយខុសទេថាទាំងអស់គ្នានឹងស្លាប់ទាំងអស់100ឆ្នាំទៀតគ្មានវត្តមាននៅនឹងទៀតទេត្រូវហ្នឹងហើយមិនបាច់ទៅរកគ្រូណាទៀតទេទាយហើយហ្នឹងហើយឲ្យវាដឹងអញ្ចឹងតែហ្មងទៅប៉ិនយើងរកតម្លៃនៃការរស់បើយើងប្រៀបធៀបតម្លៃនៃការរស់ផ្នែករាងកាយមនុស្សយើងចង់ជាចង្រៃញាតិញោមកើតមកអស់លុយហ្មងមែនទេកើតមកតាំងពីនៅក្នុងពោះចេះអស់លុយតាំងពីនៅក្នុងពោះម៉េចហើយញាតិញោមអត់តែមានផ្ទៃពោះមិនត្រូវបណ្ឌិតផ្ទៃពោះចាប់ផ្ដើមអស់លុយតាំងទៅពីដឹងថាមានមកកើតមកត្រូវមានលុយទៅដោះគោត្រូវមានស្អីស្រុងនេះហ៎ហ្នឹងបើផ្នែករាងកាយគុំទៅប្រៀបមួយចាបខែលងាក៏មិនដែលអស់ថ្លៃភ្លើង heater អីវាមានមកកាផ្លេរបស់វាមកស្រាប់សត្វទៅវាមានមកកាផ្លេរបស់វាមកស្រាប់ហ្មងផ្នែករាងកាយអត់មានអស់អីបន្តិចទេនឹងផ្នែករាងកាយប្រៀបមួយសត្វអត់បានទេរាងកាយមនុស្សនេះប្រៀបមួយសត្វអត់បានទេត្រូវការរុំត្រូវការដណ្ដប់បណ្ដេកលក់ហើយខែលងាអីហើយសាក់ទៅដេកហាលខាងក្រៅសាក់មួយទាមើលសាក់ជាមួយចាបមើលបំរឹងឆ្កយមែនទេរាងកាយនេះកុំប្រៀបប្រយោជន៍នៃរាងកាយនេះអត់ប្រៀបបានទេតម្លៃរបស់មនុស្សគឺនៅត្រង់ការប្រព្រឹត្តទេឲ្យបានជាប្រយោជន៍ឬអត់ហើយបើថាប្រព្រឹត្តមិនត្រូវទេអន់ជាងចាបទៀតវាមានអន់ជាងចាបផ្នែកប្រព្រឹត្តមួយទៀតព្រោះចាបមិនដែលធ្វើភេរវកម្មទេមែនទេដែលឮពិភពលោកខ្វល់ខ្វាយពីរឿងចាបនាំគ្នាមកធ្វើភេរវកម្មទេអត់ទេភេរវកម្មបាញ់មនុស្សបាញ់អីណាអត់ទេបំផ្លាញមនុស្សមានទេអត់ទេឥឡូវកុំនិយាយត្រឹមចាបនិយាយឲ្យអាក្រក់ជាងចាបប្រែតនរកយៈបិសាចដែលយើងខ្លាចខ្មោចខ្លាចព្រាយរាល់ថ្ងៃហ្នឹងណាពួកហ្នឹងដែលមកធ្វើភេរវកម្មហ្នឹងជាងបានមនុស្សនឹងចែកជា
ជាម៉ាន5មានមនុស្សសនេរយិកោហៅថាមនុស្សនរកមនុស្សសបែតោមនុស្សប្រែតមនុស្សសតិរច្ឆានោមនុស្សដេរិឆានមនុស្សសមនុស្សសោមនុស្សពេញសិទ្ធសំជាមនុស្សសតេវោមនុស្សដែលគេគោរពរាប់អានមនុស្សដែលជាទីពឹងនៃមនុស្សទាំងឡាយណាមនុស្សមានច្រើនសន្តានអញ្ចឹងបើប្រៀបជាមួយចាបមានពីរប្រភេទដែលអន់ជាងចាបមនុស្សសនេរយិកោមនុស្សសបែតោនិងអន់ជាងចាបមនុស្សពីរប្រភេទដែលក្រន់បើជាងចាបគឺមនុស្សសមនុស្សសោមនុស្សសតេវោមនុស្សមួយប្រភេទដែលស្មើនឹងចាបគឺមនុស្សសដេរិឆាណោយល់ទេហ្នឹងហើយអ្នកវិនិច្ឆ័យពាក្យហ្នឹងមិនសូវត្រូវទៀតអាត្មាធ្លាប់ឮពីមុនធ្លាប់តែជឿគេចឹងដែរគាត់ថាទៅរកប្រែតឯណាទៅមើលទៅក្បែរផ្សារថ្មីគាត់ឃើញអ្នកសុំទានលហិមហាមហ្នឹងឯងប្រែតបើដល់តែអាត្មាយល់ជុំញោមយល់អីចឹងបើញោមយល់ថាអ្នកសុំទានសិតតែប្រែតអាត្មាក៏ប្រែតដែរលោកអ្នកសុំគេដែរតាអ្នកដើរបិណ្ឌបាតហ្នឹងមិនសុំមែនទេតែប្រែតឬនរកនៅក្នុងទីនេះមិនវាស់រូបភាពខាងក្រៅទេគឺវាស់ទៅលើផ្លូវចិត្តវាស់ទៅលើការប្រព្រឹត្តដែលចាត់ឈ្មោះថាជាមនុស្សនរកហ្នឹងណាញាតិញោមបើប្រៀបជាមួយនរកមែនតែនអាក្រក់ជាងនរកមែនតែនពីព្រោះពិភពលោកនេះមិនដែលវិនិច្ឆ័យអន្តរាយដោយសារនរកស្រុកខ្មោចទេតែបើមនុស្សមានចិត្តនរកអាចបំផ្លាញពិភពលោកមែនទេហ្នឹងហើយមនុស្សបែបម៉េចគេហៅថាមនុស្សនរកញាតិញោមថាមើលមនុស្សបែបម៉េចហ្នឹងហើយមនុស្សដែលអត់មានមេត្តាធម៌មនុស្សដែលច្រើនទៅដោយអាឃាតព្យាបាទក្តៅដូចនរកទេហៅថាតោសកិអកិហ្នឹងជាភ្លើងតោសៈហ្នឹងភាពក្តៅក្នុងចិត្តហ្នឹងហៅថាតោសកិភ្លើងគឺតោសៈព្រះអង្គថាភ្លើងនេះក្តៅជាងភ្លើងនរកទៀតដែលថាក្តៅជាងភ្លើងនរកហ្នឹងមានន័យថាភ្លើងនរកដុតពិភពលោកនេះអត់ឆេះទេมันអាចបំផ្លាញពិភពលោកនេះទេតែបើភ្លើងទោសៈនៅក្នុងចិត្តមនុស្សអាចបំផ្លាញមនុស្សលោកបានចឹងមែនទេចឹងបានយើងនឹកឃើញចិត្តដល់ចូលឆ្នាំអីមិនតន់ចិត្តជូរដែរទឹមភ្ជុំដែរណាប៉ុន្តែនឹកឃើញថាបុរាណអាចារ្យយើងចេះយកក្បាលមហាព្រំយកមកហែហើយក្បាលនិយាយវាចង្រៃជាងក្បាលអាត្មាទៀតចង្រៃនោះបោះទៅលើមេឃលិះរាំងភ្លៀងបោះទៅលើដីឆេះព្រៃអស់បោះទៅសមុទ្ររីងទឹកអស់លេងក្បាលអីក៏ចង្រៃជាងក្បាលអាត្មាទៀតខ្ញុំពិចារណាមើលក្បាលចង្រៃណាបើក្បាលអ្នកមានបុណ្យសមតែបោះទៅណាកើតមាសកើតពេជ្រមែនទេហើយមិននាំគ្នាហែរហូតទៅមកក្បាលចង្រៃម៉េះអានឹងជារឿងប៉ុន្តែហៅថាជារឿងនៃរបស់វានឹងវាមានជារឿងអដ្ឋានុរូបហើយនឹងអដ្ឋបដិរូបណាអដ្ឋបដិរូបអង់គ្លេសគេថាម៉េច figurative meaning អញ្ចឹងតំណាងជាន័យតំណាងអីក្បាលព្រំយើងគិតម្យ៉ាងទៀតថាបើមុខ4យើងដេកមិនដេកមិនក៏ពិតច្រមុះមកខាងញទៅហើយព្រំមុខ4ហ្នឹងត្រូវបានយកទៅដាក់នៅលើប្រាសាទទៀតមែនទេដូចប្រាសាទបាយ័នសបោព្រំមុខ4ហើយមុខហ្នឹងគេអត់ធ្វើឲ្យកញ្ញើទេធ្វើឲ្យញឹមមែនទេព្រំដែលមុខកញ្ញើទេដែលឃើញមុខកញ្ញើទេមុខញញឹមដោយធម៌4គឺមេត្តាករុណា
មុទិតាឧបេក្ខាហើយចំជាត្រូវណាញាតិញោមហើយប្រសិនបើនៅក្នុងហើយញាតិញោមចំណាំមើលទៀតថាមិនក៏មុខព្រំនោះគេមិនដាក់នៅកន្លែងជើងប្រាសាទមិនក៏គឺដាក់ខាងលើនេះចង់ទូនមានអ្នកដឹកនាំទាំងឡាយ to be a leader អ្នកដឹកនាំទាំងឡាយអង្គុយនៅលើទីខ្ពស់សម្លឹងឲ្យឆ្ងាយប្រកបដោយព្រំវិហារធម៌ប្រសិនបើអ្នកធំនោះប្រាសចាកនៅធម៌ទាំងនេះហើយគឺពិតជាឆេះមែនតែកាលណាព្រំវិហារទាំង4នេះបានធ្លាក់ចុះពីក្នុងដៃក្នុងចិត្តរបស់អ្នកដឹកនាំហើយអ្នកដែលឆេះអ្នកដែលក្តៅគឺប្រជារាស្ត្រឆេះឬក៏មិនឆេះសម័យពលពតឆេះអត់ឆេះអត់ឆេះអត់ចោលកន្លែងនេះភាកច្រើនណាឆេះណាឆេះដោយសារធ្លាក់ក្បាលព្រំពីក្នុងដៃនៃអ្នកដឹកនាំនេះជាន័យពិតនៅតំណឹងអាត្មាចឹងអាត្មាចង់រៀនអង់គ្លេសកាលក្រោយអាត្មានិយាយថាវប្បធម៌ខ្មែរយើងល្អណាស់ពុកពាក់បរោះយើងមិនមែនបរៀនឲ្យការចឹងណាមកពីយើងដើរច្រឡំទៅមែនទេហ្នឹងហើយត្រូវការកាលអាត្មាទៅអាមេរិកនិយាយអង់គ្លេសបៃឡាន់មិនក៏ចេះនិយាយគេងក់ក្បាលយីល្អហ្នឹងហើយចឹងមានរឿងល្អច្រើនណាស់ហើយកាលណាបើពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រវិញញាតិញោមយើងនិយាយអត់មានខ្មាស់គេទេអត់មានខ្មាស់គេទៅណាក៏អាត្មាអួតដែរគោវត្តរបស់ខ្មែរអាត្មាមើលក្នុងអីអ៊ីនធឺណិតលេងស្រាប់តែអង្គរវត្ត in វៀតណាមអីហ៎លោកទៅដាក់ពីកាលចាអានឹងវាត្រូវពឹងពាក់យើងទាំងអស់គ្នានឹងហើយយើងអត់មានខ្មាស់ហើយមិនបាច់ពីណាមិនបាច់ភ័យឯគេថាចុះបើថៃគេថាបោះគេដែរចុះបើបងប្អូនវៀតណាមយើងនឹងគេថាបោះគេដែរតើធ្វើយ៉ាងម៉េចទៅថាវាអត់មានយ៉ាងម៉េចឯប្រវត្តិសាស្ត្រមានគឺវាអាស្រ័យលើកូនខ្មែរយើងជាអ្នកជួយផ្សាយជាអ្នកជួយណែនាំគេឲ្យដឹងហើយប្រវត្តិខ្មែរ Empire ខ្មែរដែលអាណាចក្រខ្មែរតាំងពីមុនប្រទេសយួនប្រទេសសៀមមិនតាន់មានអង្គរវត្តមានតាំងពីនងម៉េះប្រវត្តិសាស្ត្រចិនអ្នកប្រាជ្ញចិនក៏ដឹងអញ្ចឹងណាអាស្រ័យលើយើងទាំងអស់គ្នានឹងឯងញាតិញោមទាំងអស់គ្នានឹងឯងអញ្ចឹងបានពាក្យបុរាណយើងនិយាយថាផ្លត់អ្វីផ្លត់ចុះកុំអោយតែផ្លត់ជាតិនឹងអញ្ចឹងវានៅលើយើងម្នាក់ទាំងអស់គ្នាហើយដូចជាប្រទេសជាតិយើងហ្នឹងគឺចាំបាច់ណាត្រូវការយើងទាំងអស់គ្នាដូចពេលដែលមានអ្នកជំងឺត្រូវការចាំបាច់ណាពេទ្យមនុស្សដែលកំពុងតែខ្វះទីពឹងគឺចាំបាច់ត្រូវការអ្នកជាទីពឹងហើយបើថាប្រទេសយើងសុខសាន្តត្រានលែងមានបញ្ហាអីមានការងារគ្រប់គ្រាន់អីយើងក៏មិនបាច់និយាយអីម៉ាត់ទេប៉ុន្តែដោយសារអញ្ចឹងឯងដែលត្រូវការចាំបាច់យើងទាំងអស់គ្នាកុំលាក់មុខញាតិញោមអាត្មាមានមោទនភាពឃើញក្មេងៗរៀនចប់បួកទៅបរទេសអីគាត់ប្រកាសថាគាត់ជាកូនខ្មែរអីចឹងថាវាសុបាយចិត្តមកសុបាយចិត្តញាតិសុបាយចិត្តទេចាំណាហ្នឹងហើយយើងនាំគ្នាបំបត្តិវប្បធម៌មួយអាវប្បធម៌ក្តិចត្រួយវប្បធម៌ក្តិចត្រួយកុំឲ្យតែណាលូតបន្តិចគឺតែជន់ក្តិចឆ្លិចឆ្លីចោលទៀតត្មងអាត្មាធ្លាប់មើលសភៅប្រវត្តិសាស្ត្រមួយថាចរិតខ្មែរអាត្មាថាអានឹងចរិតខ្មែរបលាយកាត់ទេបើចរិតខ្មែរអង្គរមិនអញ្ចឹងទេមែនទេបើចរិតខ្មែរអង្គរក្តិចគ្នាអញ្ចឹងមិនមែនធ្វើអង្គរកើតទេនឹងអញ្ចឹងសម្បូរដោយភាពចំណែនសម្បូរដោយខ្លាចគេក្រន់បើជាងធ្វើម៉េចយើងទៅមុខរួចហើយអាត្មាមកអូស្ត្រាលីលើកទី1ណាឮញាតិញោមម្នាក់គាត់និយាយពីការលើកទឹកចិត្តមនុស្សប៉ុន្តែអាត្មាមិនបានឃើញផ្ទាល់ទេប៉ុន្តែញាតិញោមគាត់និយាយប្រាប់កូនក្មេងអាយុ4ឆ្នាំ5ឆ្នាំហ្នឹងគាត់គូគំនូរូបក្តាមមួយប៉ុន្តែអត់ស្អាតទេប៉ុន្តែមើលទៅស្គាល់ថាជាក្តាមគេយកទៅលក់ជួនកាលគេឲ្យ$50អីក៏មាន$100ក៏មានគេសរសើរមិនបានគេសរសើរគេប៉ាន់អាយុក្មេងទៅតែអាយុប៉ុណ្ណឹងគាត់ចេះគូប៉ុណ្ណឹង
បើគាត់រៀនតទៅទៀតមិនដឹងថាគូស្អាតប៉ុណ្ណាមុំតែអាយុ10ឆ្នាំតម្រាំតែអាយុ20ឆ្នាំនឹងគឺវិធីសាស្ត្រនៃការលើកទឹកចិត្តជំរុញមនុស្សពាក្យសរសើរនិងពាក្យនិន្ទាមានឥទ្ធិពលញាតិញោមមានឥទ្ធិពលបើយើងសរសើរចំមនុស្សដែលគួរសរសើរហើយបើយើងនិន្ទាឲ្យចំមនុស្សដែលយើងគួរនិន្ទាពាក្យទាំងពីរនេះមួយវាคล้ายទៅជាថ្នាំកម្លាំងមួយទៀតវាคล้ายទៅជាវ៉ាក់សាំងការពារយើងនិន្ទាចំអំពើដែលគួរនិន្ទាមានន័យថាយើងចូលរួមបង្អាក់អំពើទុច្ចរិតកុំឲ្យវារីករាលដាលនៅក្នុងសង្គមរបស់យើងសរសើរមនុស្សល្អដែលគួរសរសើរមានន័យថាយើងគ្រប់គ្រងអំពើល្អឲ្យរីករាលដាលនៅក្នុងសង្គមតែបើយើងទូនមានខុសសរសើរខុសរិះគន់ខុសព្រះអង្គថាធ្លាក់នរកដូចគេច្រានទម្លាក់ព្រោះអេតអីអំពើគួរតែតេះដៀលសោះយើងទៅជាសរសើរមានន័យថាយើងឲ្យកម្លាំងដល់មនុស្សអាក្រក់ធ្វើល្អតទៅទៀតរឿងដែលគួរសរសើរសោះស្រាប់តែយើងទៅនិន្ទាមានន័យថាយើងបន្ទុចបង្អាក់សកម្មភាពដែលល្អនឹងមិនឲ្យរីករាលដាលនឹងចឹងមកនិយាយតិចទៀតទៅទុកឱកាសឲ្យញាតិញោមបាទមនុស្សសៈនិរយិកោអំបញ្ញមិញហ្នឹងគឺសំដៅទៅដល់មនុស្សដែលប្រាសចាកមេត្តាធម៌គ្មានចិត្តអាណិតអាសូរមិនមានការសង្គ្រោះក្តៅជានិច្ចណាងាប់ទៅឲ្យតែអញរស់សបោអីចឹងហ្នឹងសបោច្រើនណាហ្នឹងហើយមនុស្សបែបហ្នឹងមនុស្សសត្វនិរយិកោហ្នឹងតើញាតិញោមអាចឃើញនៅក្នុងតែអ្នកក្រលហេមលហាមឬក៏អ្នកដែលមានស្ដុកស្ដំហ្នឹងអាចជាមនុស្សនរកដែរអាចទេពីព្រោះអត់វាស់ខាងក្រៅទេវាស់កម្រិតចិត្តខាងក្នុងតាមួយទៀតមនុស្សសពេតោប្រែតគឺជាសត្វមួយយ៉ាងដែលលហេមលហាមជានិច្ចប៉ុន្តែគាត់យល់ពីពាក្យថាប្រែតថាលហេមលហាមអញ្ចឹងគាត់ថាមនុស្សសុំទានមនុស្សលហេមលហាមហ្នឹងឯងមនុស្សប្រែតមិនមែនទេមនុស្សប្រែតគឺមនុស្សដែលសម្បូរទៅដោយលោភៈសម្បូរទៅដោយអភិច្ឆាការសម្លឹងរំពេចចង់បានរបស់អ្នកដទៃវាអត់ឆ្អែតទេហើយប្រែតហ្នឹងមិនមែនតែញាតិញោមទេលោកក៏មានប្រែតដែរដដើមគ្នាដោយសារលៀបសការៈហ្នឹងមិនមែនលោកដដើមគ្នាទេប្រែតដដើមគ្នាមិនមែនលោកយើងនេះទេអាត្មាថាចិត្តប្រែតអញ្ចឹងចិត្តប្រែតហ្នឹងមានទាំងលោកមានទាំងក្រហោះមានទាំងអ្នកធំមានទាំងអ្នកតូចអញ្ចឹងបានអតីតប្រធានាធិបតីមួយគាត់នឹងប្រាក់ខែគាត់ដូចជា 12000 ចេះមិនដឹងទេ10000គាត់ដាក់ទៅក្នុងសង្គមញាតិញោមគាត់ចាយតែអាកតុយឯងហើយឡានគាត់នឹងថ្លៃមិនដល់ 5000 ទេឡានគាត់លឹងកាចាហើយគាត់ទៅនៅជាមួយប្រពន្ធគាត់ដាំដំណាំដាំអីជុំវិញផ្ទះហើយល្បីឈ្មោះថាជាប្រធានាធិបតីក្រជាងគេលើពិភពលោកបានពាក្យគាត់9ឃ្លាដែលអាត្មាអាននៅចាំខ្លះគាត់ថាគេថាខ្ញុំក្រព្រោះគេមិនយល់អត្តន័យនៃពាក្យថាក្រគេថាខ្លួនគេមានក៏ព្រោះតែគេមិនយល់អត្តន័យនៃពាក្យថាមានន័យថាម៉េចអត្តន័យនៃពាក្យថាក្រគឺមនុស្សមិនចេះគ្រប់តែខ្ញុំអត់ខ្វះអីផងហ្នឹងក្នុងចិត្តខ្ញុំដឹងថាខ្ញុំមានជាងគេតែអ្នកមើលមកខ្ញុំថាខ្ញុំក្រជាងគេញាតិញោមយល់ទេមុនអ្នកមានខ្លះផ្ទះមានគ្រប់ខេត្តបើនិយាយស្រុកខ្មែរវិឡាមានគ្រប់ខេត្តទីបំផុតក្រជាងអ្នកក្រទៀតព្រោះទៅយកដីអ្នកក្រខ្ញុំគិតឲ្យមែនទេណាយើងមើលពីក្រៅលហឹកណា
ប៉ុន្តែខណៈដីអ្នកក្រក៏ឃ្លានដែរអ្នកក្រគ្នាមានតែផ្ទះមួយមានដីតែមួយហិតថាដាំនេះដាំនោះនោះណាទៅយកបោះគ្នាដែរទៅវាក្រជាងអ្នកក្រទេសណ្ដានខាងក្នុងហ្នឹងក្រជាងពួកគាត់ក៏ត្រូវការទៅបោះគាត់ក៏មិនដែលទៅត្រូវការបោះគេផងហ្នឹងអ្នកក្រហើយដល់តែយើងទៅត្រូវការបើទៅត្រូវការអ្នកមានដូចគ្នាទៅអាហ្នឹងគ្រាន់បើបន្តិចលេងទៅត្រូវការប្រជាជនអ្នកក្រញាតិញោមដែលលឺដែរអាត្មាគ្មានទៅកោតអីទេឃើញទៀតហ្នឹងហើយចឹងញាតិញោមពាក្យថាមានឬក្រនៅក្នុងទីនេះសំដៅទៅលើផ្លូវចិត្តបើចិត្តយើងគ្រប់វាមានក្រអីទៀតដូចអាត្មាពេលនេះចឹងអាត្មាមានក្រប្រពន្ធទេព្រោះអត់តន់ចង់បានឲ្យតែមានចិត្តចង់បានមានតែខ្វះប្រពន្ធមួយមែនអត់យល់ឲ្យតែមានចិត្តថាចង់បានមានតែខ្វះមួយតែបើថាអត់តន់ចង់បានមានតែគ្រប់ហើយកន្លោះតាំងពី20មកដល់40ហើយអត់តន់ខ្វះប្រពន្ធអីមួយពាក្យថាក្រគឺនៅលើអ្វីដែលយើងត្រូវការឲ្យវាអត់ហ្នឹងឯងហើយចេះតែចង់ទៅចេះឈប់ហើយដល់តែនិយមន័យនៃពាក្យថាមាននៅក្នុងធម៌គឺសន្តោសៈហៅថាសន្តោសមានន័យថាចេះត្រេកអរដែរមិនចេះត្រេកអរទេប៉ុន្តែត្រេកអរចំពោះរបស់ដែលគួរត្រេកអរមានប្រពន្ធត្រេកអរជាមួយប្រពន្ធមានប្តីត្រេកអរជាមួយប្តីជាមួយកូនជាមួយទ្រព្យសម្បត្តិជាមួយការងារដែលយើងខិតខំធ្វើបានប៉ុណ្ណាលទ្ធផលរបស់វាប៉ុណ្ណាត្រេកអរប៉ុណ្ណឹងនឹងឯងជាសេចក្តីគ្រប់គ្រាន់របស់យើងហ្នឹងហើយនឹងឥឡូវញាតិញោមអាចច្បាស់ទេថាតើមនុស្សប្រែតសំដៅដល់មនុស្សសុំទានលហេមលហាមក្បែរផ្សារថ្មីស្រុកយើងហ្នឹងឬក៏យ៉ាងម៉េចមនុស្សបែបនេះគេហៅថាមនុស្សប្រែតចិត្តលោភលន់មិនចេះគ្រប់គ្រាន់អាចិត្តចង់បានហើយពឹងផ្អែកទៅលើការងាររបស់យើងមិនហៅថាមនុស្សប្រែតទេពុទ្ធឲ្យយើងរស់នៅតាមសម្មាអាជីវៈឲ្យយើងប្រឹងឲ្យយើងធ្វើហើយយើងប្រឹងប្រែងចង់បានប៉ុណ្ណាចង់ទៅប៉ុន្តែឲ្យវាតាមកម្រិតនៃការងារដែលយើងធ្វើបានរបៀបហ្នឹងមិនហៅថាមនុស្សប្រែតទេមនុស្សប្រែតមានន័យថាឃ្លានហួសរឿងដែលគួរចង់បានហ្នឹងហៅថាមនុស្សប្រែតអញ្ចឹងស្ដេចអាចខ្លាចជាប្រែតទេអាចឲ្យតែលោភលន់ចង់បានប្រពន្ធគេប្រែតហើយមានស្ដេចខ្លះប្រែតចឹងដែរណាអាត្មាអានប្រវត្តិពីមុននេះហ្នឹងហើយ